ទាំងអស់គ្នាឥឡូវខ្ញុំចាប់ផ្ដើមស្ងោរមកអីស្ងោរមិនស្លមកជូរស្លឹកអំពិលត្រីប្រាដែលសារខ្ញុំឃើញនៅក្នុងFacebook អញ្ចឹងណាពេលដែលមេឃភ្លៀងនិយាយពីសឡនឹងលោតមកឲ្យលោតឥឡូវទឹកពុះហើយខ្ញុំចាប់ផ្ដើមបង់ត្រីចូលហើយបង់ត្រីហើយខ្ញុំចាប់ផ្ដើមបងបន្លែបងអីផ្សេងនឹងច្រាំប្រហុកអញ្ចឹងណាហើយប្រហុកនេះក៏ខ្ញុំបានកដោខួរកណាត់ឆ្នាំមុនពីប្អូនស្រីអូយល្អណាស់ហើយធ្វើបានដាក់ស្ងោតដាក់ស្លណាអ្នកទាំងអស់គ្នាប្រហុកគេល្អមែនតើមកមួយឆ្នាំមកអត់មានខូចតាណាពួកខ្ញុំដាក់ក្នុងទូទឹកកកហើយប្រហុកនេះដោយសារត្រីប្រាហ្នឹងវាប្រៃស្រាប់ណាទាំងអស់គ្នាជាត្រីប្រឡាក់ហើយភាគច្រើនត្រីប្រាគឺប្រៃមែនតើអញ្ចឹងប្រហុកអីខ្ញុំដាក់តែ2 3ច្បាយទេខ្ញុំដាក់ក្នុងកូនចានហើយដងទឹកពុះរបស់យើងហ្នឹងយកមិនជ្រុំអញ្ចឹងណាទាំងអស់គ្នាហើយជ្រុំទៅជ្រុំមកដល់ចេញជាតិអញ្ចឹងទៅបើខ្ញុំចាក់ចូលទៅក្នុងឆ្នាំងហើយមែនតើទៅដោយសារប្រហុកគេហ្នឹងសាច់ត្រីល្អគឺខ្ញុំបានលើកចាក់ទាំងអស់តែម្ដងហើយឥឡូវខ្ញុំចាប់ដើមបង់បន្លែខ្ញុំវាយខុសវាយអីអស់ហើយយូរពេកខ្ញុំចង់បាននីតិវែងហើយដៃទាំងអស់ហ្មងដោយសារយើងញ៉ាំខ្លួនឯងហើយនេះខ្ញុំចាប់ដើមបង់មកអមនេះ finally យេមកហូបឆ្អិនហើយមកជូរថៃប្រឡាក់ថៃប្រាមកជូរថៃប្រាខ្ញុំឃើញគេដាក់ផ្សិតច្បើងប៉ុន្តែខ្ញុំអត់មានផ្សិតច្បើងទេគឺដាក់ផ្សិតមកចូលវិញរសជាតិម្សៅនេះគឺស្នាដៃខ្ញុំពីមុនឆ្ងាញ់ត្មងឆ្ងាញ់ប៉ិតហ្នឹងអ្នកនរគ្នាហើយប្រហុកហ្នឹងទីបំផុតខ្ញុំបានប្រើហើយផាសមីអូនដើមមានហើយមកក៏ត្រូវហៅតែដើមមានហើយសាច់គោនេះក៏ខ្ញុំធ្វើប្រឡាក់ភ្លាមដែរគាត់ប្រអប់ទុកប្រហែលជា30នាទីទីបំផុតស្នាដៃខ្ញុំពីមុនមកវិញហ្នឹង